ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាវីដេអូទី6នៃចាក្រុមគ្រួសារនាងខ្ញុំបានដើរលេងជាធ្វើដំណើរទៅរដ្ឋ Florida ដែលឆ្លងកាត់ពី Texas ទៅបងប្អូនចាគឺឆ្លងច្រើនរដ្ឋដែរចាហើយនេះវីដេអូនៅ Alabama នៅឡើយទេចាបន្ទាប់ពីនឹងពីស្ពានចានេះចុងស្ពានគេជិះយូរមែនតើបងប្អូនចានេះ Welcome to Florida គឺថាថតគេមានសាញគេមានផ្លាករៀងធំជាងនឹងថតអត់តាន់បងប្អូនចាកំពុងតែគេងស្រាប់តែប្តីខ្ញុំក៏ដាក់ម៉ាបក៏ដាក់មើលផ្លូវទៅតាមផ្លូវអញ្ចឹងណាស្រាប់តែម៉ាបគេស្រែក Welcome to Florida ចាខ្ញុំណាពុំគេបើកភ្នែកមកចាហួសផ្លាកធំបានថតបានផ្លាកទួយនឹងឯងបងប្អូនចាហើយផ្លូវគេខ្ញុំស្ពីតព្រោះខ្ញុំថតបានរៀងច្រើនណាស់បើអញ្ចឹងបងប្អូនអញ្ចឹងវីដេអូខ្លះខ្ញុំធ្វើឲ្យលឿនបន្តិចវីដេអូខ្លះធម្មតាអញ្ចឹងដូចកន្លែងនេះធម្មតាបងប្អូនចាមើលទេសភាពមើលអីគេអញ្ចឹងតាមដងផ្លូវគ្រាន់តែចូលដល់រដ្ឋគេភ្លាមចាអ្វីដែលឃើញមុនគេគឺដើមដូងដើមត្នោតនឹងឯងបងប្អូនចាបន្ទាប់មកគឺខ្សាច់ចាអូយមានយន្តហោះឆ្លងកាត់ជាតិផ្លូវកន្លែងមិញហ្នឹងស្អាតណាស់បងប្អូនមាននេះប្រហែលជាទឹកសាបហ្នឹងបងប្អូនមិនមែនជាសមុទ្រទេណាចាមានទឹកសាបមានអីអញ្ចឹងដូចតែគេដូចតែឯងអញ្ចឹងណាចាជីចុះជីឡើងនឹងដល់ហើយណាបងប្អូនងាកចាំបត់ទៅជីយូរដែរហ៎បងប្អូនណាចាពីកន្លែង welcome sign រហូតដល់distance ឆ្លង distance ហើយឆ្លងទៅខាង Miramar Beach ទៀតអញ្ចឹងយូរគូសំដែរចាឥឡូវម៉ោង 3:40 ហើយចាអញ្ចឹងខ្ញុំនៅកន្លែងចាបងប្អូនឃើញណែអត់ឃើញផ្ទះគេហើយមាត់សមុទ្រអីអញ្ចឹងណាចាផ្ទះគេនៅក្បែរមាត់សមុទ្រតែម្ដងចាយើងជិះមើលផ្ទះគេអញ្ចឹងណាហើយសម័យថាអើយបើមានផ្ទះយើងមួយខ្លួនឯងនៅហ្នឹងចាហើយមើលស្ពានគេបងប្អូនចាមើលទៅស្រាវដែរខ្ពស់ដែរមើលភូមិមើលឃុំគេអញ្ចឹងណាហើយកន្លែងនេះកន្លែងហាងញ៉ាំអីស្ថាគារចាកន្លែងនោះខ្ពស់នោះគេកន្លែងលេងទឹកលេងអីអញ្ចឹងទៅចាដឹងកន្លែងណាកន្លែងណីខ្លះប៉ុន្តែសំខាន់ដើមត្នោតឬក៏ដើមដូងខ្ញុំអត់ប្រកាសទេបងប្អូនចាគឺមានគ្រប់កន្លែងចូលរដ្ឋ Florida ទៅកន្លែងណាក៏ឃើញដែរចាឈប់ចាំស្តុបហ្នឹងគឺថាថតបានខ្លះឥឡូវបន្តដំណើរទៅទៀតណាបងប្អូនចាអើយទៅដល់កន្លែងគាត់ទៅចូលទឹកដី Florida មានអារម្មណ៍ថាឆ្លាស់មុខឆ្លាស់មាត់ហ្មងបងប្អូនចាបញ្ហាទាំងប្រមាណនៅផ្ទះហ្នឹងចាសុំទុកចោលម្ដុំសិនណាចាំមកវិញចាំដោះស្រាយតទៀតហ្នឹងអីពួកអីពេលវេលាបែបនេះចាមកលេងជាមួយក្រុមគ្រួសារអញ្ចឹងគឺมันមានច្រើនទេគឺមានពេលតិចមែនតើក្រៅពីហ្នឹងគឺថាមានអីក្រៅពីមើលថែកូនរកលុយរកកាក់ចាដើម្បីអនាគតរៀងខ្លួននេះចាអញ្ចឹងគឺថាមកដល់នេះគឺសុំសម្រាប់សិនណាចាគឺមើលទេសភាពកន្លែងគេចាភាគច្រើនគឺស្ថាគារនឹងឯងបងប្អូនចាហើយនេះភូមិគេមួយគេលក់អីមើលទៅរបៀបថា logo បងប្អូនដើរគេសម្រាប់ដើរលេងទិញអីវ៉ាន់កន្លែងដើរទៅឆ្នេរទៅអីអញ្ចឹងចាម៉ោង 4 ជាងហើយបងប្អូនបានមកជិតដល់នឹងម៉ោងត្មមតកន្លែងគេងរកអីម៉ោងប្រហែល 5 ជាងហ្នឹងបងប្អូនចាឥឡូវឡើងស្ពានទៀតហើយបងប្អូនឡើងស្ពាននឹងផុតទៅប្រហែលជា10 នាទីអីអាចរកកន្លែងគេងបានហើយដល់ឆ្នេរដែលពួកខ្ញុំលេងណាចាពួកខ្ញុំរេរហ្នឹងស្មានតែបងស្រីគាត់រកកន្លែងគេងទេតាដល់ពេលស្រាប់តែមកដល់ឈប់ឡានសួរបងស្រីកន្លែងគេងនៅណាគាត់ថាតន់រកផងពួកអីមកគេងហ្នឹងតែមកយប់ផងគាត់រកតាកន្លែងគេង 3-4 យប់នៅថាំប៉ាចាអញ្ចឹងឲ្យខ្ញុំជួយរកផងអញ្ចឹងមិនដឹងទៅរកណាទេជីទៅជិះមកពេញតថោនគេនឹងឯងចាប៉ុន្តែមើលទេសភាពភូមិឃុំគេទីក្រុងគេគឺស្លាស់មុខស្លាស់មាត់ដែរបងប្អូនស្អាតហើយរបៀបថាចូលមកគឺកន្លែងទេសចរហ្មងណាបងប្អូនថាយើងមានអារម្មណ៍ចឹងហ្មងណាព្រោះអីវាស្អាតវា clean វាស្ងប់ស្ងាត់វា people take it easy អត់
អត់មានណាបញ្ញាទៅណាទៅណីអីទេមានអារម្មណ៍ថាមួយហើយឆ្នេរសមុទ្រគេនៅបងខ្សាច់គេខ្សាច់កន្លែងម្ដុំហ្នឹងគឺគេវាហុយមកវាពូនម្ដុំហើយមានដុះស្មៅដុះអីអញ្ចឹងណាចាប្លែកដែរព្រោះអត់ដែរឃើញខ្សាច់ណាអញ្ចឹងទេបងប្អូនខ្ញុំទៅលេងសមុទ្រនៅទីខ្សាស់អីដែរអត់សូវឃើញអញ្ចឹងណាចាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ